លោកគ្រូជួយទូទីមើលតើថ្ងៃក្រោយកូនប្រុសខ្ញុំអាចធ្វើការងារអ្វីខ្លះធ្វើការរត់កូនពូកែណាស់ថ្ងៃក្រោយច្បាស់ជាបានធ្វើធំដូចប៉ែឯងអញ្ចឹងប៉ុន្តែបានធ្វើការរត់តែ3ឆ្នាំប៉ុណ្ណោះលោកគ្រូតើកូនខ្ញុំនឹងមានរឿងអ្វីកើតឡើងក្នុងមុខតំណែងមែនទេលោកគ្រូជួយរំដោះគ្រូផងអស់ប៉ុន្មានក៏ខ្ញុំព្រមម្ដែរអ្នកស្រីកូនរបស់អ្នកស្រីគឺជាប់គុក3ឆ្នាំមានន័យថាម៉េចហ่ะអាអ្នកសុំទៀនឡើងចាំងមែនទេនេះជាកូនថ្នាក់ដឹកនាំណាមិនមែនកំពុងដាក់បណ្ដាសាគេទេអីអ្នកស្រីកុំទាន់អើខឹងអីសួរកូនខ្លួនឯងសិនទៅអាអ្នកសុំទៀនកញ្ចាស់អញថ្ងៃក្រោយខ្លាំងជាងឯង100ដងវើយជឿថាយើងឲ្យប៉ាវាចាត់ការឯងទេឈោធ្វើអីទៀតតោះកូនអាល្អិតចាប់ឯងបានហើយពួកឯងហ៊ានប៉ាអញផងអាល្អិតមិនសើមិញឯងបើកឡានបុកគេនៅសាលាមែនទេគឺឯងនឹងហើយម៉េចពួកឯងចង់ធ្វើអីឯងម៉ាក់ជួយកូនផងលោកគ្រូជួយកូនខ្ញុំផងខ្ញុំឲ្យលោក5លានអ្នកស្រីខ្ញុំជួយមិនបានទេអ្នកស្រីគួរតែទៅរកប៉ាគេទៅអ្នកស្រីបើខ្ញុំទីមិនខុសទេព្រោះអ្នកស្រីត្រូវគេចាប់ខ្លួនយកទៅស៊ើបអង្កេតពីយប់មិញហើយលោកទេលោកដឹងដោយរបៀបណាកូនអ្នកស្រីដោយសារតែប៉ាត្រូវគេចាប់ខ្លួនក៏ផឹកស្រាព្រោះពិបាកចិត្តកាលពីយប់មិញរួចបើកឡានបុកក្មេងស្រីម្នាក់ក្នុងសាលាហើយបើករត់គេពីផឹកស្រាទៀតបាត់នេះចូលករណីបើកបោពេលស្រវឹងហើយរត់គេទៀតចប់អស់ហើយសំណាងហើយដែលក្មេងស្រីនោះមិនរបួសធ្ងន់ធ្ងរបើមិនអញ្ចឹងទេកូនអ្នកស្រីជាប់គុក3ឆ្នាំក៏មិនគ្រាន់ដែរនេះគេហៅថាកម្មពៀមានពិតនឹងហើយអាមានខ្សែប៉ាខ្លួនឯងធ្វើបាបគេមិនតិចទេសុំភ្លើបន្តិចក្មួយប្រុសជួយទូទីឲ្យតាមម្ដងមើលក្នុងកាតនេះមាន5លានជាប្រាក់កក់បើទីឈុតតានឹងឲ្យ5លានទៀត5លានគ្រាន់តែប្រាក់កក់នេះលោកតាអ៊ូជាប្រធានក្រុមហ៊ុនអ៊ូគ្រប់តាលោកតាអ៊ូរឿងនេះត្រូវទៅទូទីនៅផ្ទះលោកតាទៅបានតាមសម្ដីក្មួយចុះតោះទៅជាមួយតាលោកតាថ្ងៃនេះមិនបានទេតតែម៉ោង6ល្ងាចខាងស្អែកអញចង់លេងស្នៀតអីមានមនុស្សប៉ុន្មានអ្នកចង់ចូលភូមិគឺម៉ោង6ល្ងាចខាងស្អែកតានឹងឲ្យគេទៅទទួលក្មួយដល់ម៉ោងកំណត់ខ្ញុំក៏ត្រូវគេទទួលទៅកន្លែងស្នាក់នៅរបស់លោកតាអ៊ូដែលនៅជាប់នឹងជើងភ្នំមាត់សមុទ្រខ្យល់អាកាសនៅទីនេះល្អណាស់ធ្វើឲ្យអារម្មណ៍ស្រស់ស្រាយហ្មងស្វាគមន៍ក្មួយប្រុសលោកតាតោះយើងចាប់ផ្ដើមទៅអញ្ជើញគ្រាន់តែបើកទ្វារភ្លាមក៏មានខ្យល់ត្រជាក់យ៉ាងខ្លាំងបក់មកប៉ះមុខតែម្ដងផ្ទុយស្រឡះពីកម្ដៅថ្ងៃនៅខាងក្រៅនៅខាងក្នុងមានលោកគ្រូជាច្រើនអ្នកស្លៀកសម្លៀកបំពាក់ចិនសែកំពុងតែឈរជ្រួញចិញ្ចើមមើលប្រអប់ឈើពណ៌ក្រហមនៅកណ្ដាលបន្ទប់ប្រអប់ឈើនេះមើលទៅសាមញ្ញតែបែរជាលះអាតកំបាំងគួរឲ្យភ្ញាក់ផ្អើលលោកតារបស់នេះមានអំណាចខ្មៅងឹតខ្លាំងណាស់មើលទៅដូចជារឿងព្រេងខ្មោចទីហ៊ានខ្ជិលផ្លឹកអញ្ចឹងខ្ញុំគ្មានសមត្ថភាពដោះស្រាយទេកូនតាំងពីមួយអាទិត្យមុនដែលតាបានទិញបន្តោងត្បូងនេះពីផ្សារងឹតមកយប់ឡើងតែងតែសម្លេងអាវុធប៉ះទង្គិចគ្នាប្រពន្ធតាក៏ស្រាប់តែសន្លប់បាត់បង់ស្មារតីទៀតក្មួយប្រុសតើក្មួយមានវិធីដោះស្រាយទេឯងមិនចង់រស់ទេអីហ៊ានយកដៃទៅប៉ះរបស់នឹងផងត្បូងឈាមសង្កត់ភ្នោសម័យរាជវង្សមិញមានផ្ទុកមេរោគយ៉ាងធ្ងន់ធ្ងរនេះមិនមែនជាត្បូងឈាមធម្មជាតិទេតែវាជារូបចម្លាក់សត្វការពារភ្នោរបស់មេតបសម័យរាជវង្សមិញកាលពី10ឆ្នាំមុនមានចៅគាត់ភ្នោ2នាក់ដោយសារបែងចែកគ្នាមិនស្មើម្នាក់ក្នុងចំណោមនោះត្រូវបាក់ពួកចាក់ពីក្រោយ17កាំបិតឈាមស្រក់ចូលត្បូងធ្វើឲ្យវិញ្ញាណចង់គំនុំជាប់ក្នុងនោះអ្នកស្លាប់ឈ្មោះចៅជាងមានគំនុំចង់អាឃាតហើយជាតដែលសម្លាប់គេយកទ្រព្យគឺជាមេការផ្ទះត្រកូលឧបច្ចុប្បន្នស៊ុនហ្វូត្បូងមួយដុំនេះមិនមែនជារបស់បុរាណអីទេតែវាជាអាវុធឃាតកម្មក្មួយប្រុសហេតុអីនិយាយអញ្ចឹងលោកតារឿងនេះលោកតាត្រូវសួរមេការធំលោកតាហើយលោកម្ចាស់អានឹងវាជាជនបោកប្រាស់ទេអង្គរៈឆាប់ដេញវាចេញទៅអង្គរៈមើលសិននរណាហ៊ានក្មួយប្រុសនិយាយបន្តទៀតទៅភ្នំម៉ាំងសាននៅលួយ៉ាងកាលពី10ឆ្នាំមុនភ្លៀងធ្លាក់យ៉ាងខ្លាំងមនុស្សម្នាក់ឈ្មោះចៅជាងត្រូវបានបងប្អូនធေါ်ចាក់ពីក្រោយ17កាំបិតជាមិនត្រឹមតែប្រឡាក់ពេញត្បូងសង្កត់ភ្នោនេះទេថែមទាំងប្រឡាក់បេះដូងឃាតនោះទៀតមេការសុនតើលោកមើលត្បូងនេះសំភ្នែកទេឯងនិយាយផ្ដេសផ្ដាស់អីខ្ញុំមិនស្គាល់ចៅជាងអីទេលោកមិនត្រឹមតែស្គាល់ទេថែមទាំងដឹងថាវាជាត្បូងដែលលោកយកទៅលក់នៅផ្សារងឹតកាលពីអាទិត្យមុនហើយរៀបចំអន្ទាក់លក់ឲ្យលោកតាអ៊ូទៀតលោកសំងំនៅផ្ទះត្រកូលអ៊ូ10ឆ្នាំប្រើតួនាទីជាមេការធំលួចស៊ីដាច់លុយគម្រោងត្រកូលអ៊ូដោយស្ងាត់ឃើញថាចិត្តត្រូវគេស៊ើបដឹងក៏ចង់ប្រើអាវុធប្រឡាក់ឈាមបងប្អូនខ្លួនឯងនេះធ្វើឲ្យគ្រួសារត្រកូលអូវិនាលោកនឹងអាចប្រមូលលុយរត់ហើយឆ្លៀតឱកាសដណ្ដើមទ្រព្យសម្បត្តិត្រកូលអ៊ូទៀតផងក្មួយប្រុសសម្ដីនេះមិនអាចចេះតែនិយាយផ្ដេសផ្ដាស់ទេមេការសុននៅបម្រើត្រកូលអ៊ូអស់ពី10ឆ្នាំហើយរៀបចំផ្ទះបានយ៉ាងល្អទៀតលោកតាបើមិនធ្វើល្អតើលោកតាអាចទុកចិត្តគាត់ទេលោកតាអាចបញ្ជូនគាត់ទៅមជ្ឈមណ្ឌលធ្វើតេស្តណាបានលោកម្ចាស់ខ្ញុំបម្រើលោក10ឆ្នាំហើយលោកមិនជឿខ្ញុំបែរជាទៅជឿសម្ដីអ្នកក្រៅទៅវិញយកសារធាតុនៅលើត្បូងទៅធ្វើតេស្តទៅព័ត៌មានរបស់លីឈៀងត្រូវបានបញ្ចូលក្នុងបញ្ជីមនុស្សបាត់ខ្លួនហើយមើលទៅដឹងហើយថាត្រូវគ្នាអត់ចង់ងាប់មែនទេអូយសុនហ្វូខ្ញុំមើលថៃអីមិនអាក្រក់ទេមែនទេលោកម្ចាស់ខ្ញុំខុសហើយម៉ែឯងគ្មានលុយមើលជំងឺអ្នកណាជាអ្នកឲ្យលុយកូនស្រីឯងទៅរៀននៅបរទេសអ្នកណាជាអ្នកឲ្យលុយបញ្ជូនវាទៅប៉ុស្តិ៍ប៉ូលីសទៅលោកម្ចាស់ខ្ញុំខុសហើយលើកលែងឲ្យខ្ញុំម្ដងទៅខ្ញុំសុខចិត្តធ្វើគោធ្វើសេះបម្រើលោកម្ចាស់មួយជីវិតហេតុអីត្បូងនេះប្រែជាពណ៌ស្វិញអញ្ចឹងលោកតាតាមពិតទៅត្បូងនេះជាត្បូងស្ពេននេះគំនុំត្រូវបានរសាយពណ៌ក្រហមក៏លុបបាត់ទៅវិញហើយក្មួយប្រុសតាអរគុណក្មួយខ្លាំងណាស់លោកតាកុំគួរសំពេចអីលោកយាយប្រហែលជាដឹងខ្លួនហើយលោកតាឆាប់ចូលទៅមើលគាត់ទៅបានលើកនេះសំណាងបានក្មួយជួយនេះជាកាត់ខ្មៅដែលមានលុយ100លានលោកតាខ្ញុំទូទីមិនដែលយកកម្រៃទេហើយទីឲ្យតែអ្នកមាននិស្ស័យប៉ុណ្ណោះអូមើលតានៅមិនទាន់ស្គាល់ឈ្មោះក្មួយផងតោះយើងអង្គុយនិយាយគ្នាខ្ញុំឈ្មោះស៊ូជីវរឺដែលមានន័យថាព្រះអាទិត្យ9ជីវរឺ
ឈ្មោះប្លែកណាស់នេះជាឈ្មោះដែលលោកតារបស់ខ្ញុំដាក់ឲ្យគាត់មានចៅប្រុស9នាក់ខ្ញុំជាចៅពើគេពាក្យថា9ស្រួលយកទេចុះពាក្យថាព្រះអាទិត្យមានន័យថាម៉េចទៅលោកតានិយាយថាពួកយើងគឺព្រះអាទិត្យទាំង9ដែលហៅយីបាញ់ទម្លាក់ចាប់ជាតិតាមពិតបងរបស់ខ្ញុំក៏ចេះទុះទីដែរចុះពេលនេះពួកគេនៅណាពួកគេស្លាប់អស់ហើយថាម៉េចលោកតាថាពួកយើងទាំង9ធ្លាប់សាងកម្មពីដល់មនុស្សលោកជាតិសាសន៍នេះគឺមកសងកម្មវិញដូច្នេះការទុះទីមិនអាចទទួលប្រាក់កម្រៃបានទេបើមិនអញ្ចឹងទេនឹងត្រូវរងកម្មពីឋានសួគ៌យល់ហើយបងទាំង8នាក់របស់ក្មួយមិនបានរក្សាគោលការណ៍នឹងទេអូនប្រុសក្នុងនេះមានលេខទូរស័ព្ទរបស់តាបើថ្ងៃមុខមានការលំបាកអីតាក់ទងមកតាបានគ្រប់ពេលបាទអញ្ចឹងខ្ញុំសូមអរគុណលោកតាទុកជាមុនមាននិស្ស័យយើងនឹងជួបគ្នាទៀតអូនប្រុសតានឹងឲ្យគេជូនត្រឡប់ទៅវិញថ្ងៃនេះទុះទីបាន1ដងនៅខ្វះ2ដងទៀតរាល់ភារកិច្ចរបស់អប្រព័ន្ធឆ្កែនេះខ្ញុំត្រូវតែបញ្ចប់ឲ្យទាន់ពេលបើខកខានតែម្ដងអាយុខ្ញុំនឹងត្រូវការរបស់ខ្ញុំគឺស្លាប់ដោយសារតែខ្ជិលនឹងឯងខ្ញុំត្រូវប្រញាប់រកកន្លែងមានមនុស្សច្រើនដើម្បីបើកទុកហើយបើមិនអញ្ចឹងទេថ្ងៃនេះច្បាស់ជាធ្វើភារកិច្ចមិនចប់ទេលោកគ្រូមើលហុងស៊ុយមុខមែនទេមើលមុខហើយក៏មើលចិត្តដែរតើអ្នកនាងមាននាមត្រកូលអ្វីដែរហើយខ្ញុំថាឈុនឪទៅបានហើយលោកគ្រូជួយមើលឲ្យខ្ញុំបន្តិចតើពេលណាទើបខ្ញុំអាចយកទ្រព្យសម្បត្តិប្តីខ្ញុំមកធ្វើជារបស់ខ្ញុំដោយស្របច្បាប់បានអ្នកនាងឈុនឪផ្ទៃមុខមួយនេះប្រហែលជាអស់មិនក្រោមលានទេមើលទៅសម័យនេះកែសម្ផស្សគឺជារឿងធម្មតាទេតើការកែសម្ផស្សអាចប៉ះពាល់ដល់ហុងស៊ុយដែរអីនេះគឺនាងកែប្រែវាសនាខុសធម្មជាតិហើយតាមក្បួនផ្ទៃមុខគឺជាម្ចាស់នៃឆ្អឹងទាំងអស់ហើយផ្ទៃមុខជារបស់នាងគឺផ្ទះទៀតចង្អៀតស្គាល់ប៉ាំងហើយស្បែកនឹងឆ្អឹងដាច់ពីគ្នាជារិស័យឯកោនឹងស៊ីប្តីដើម្បីបានរៀបការចូលគ្រួសារអភិជននាងសុកចិត្តយកកាំបិតចិត្តឆ្អឹងផ្លាស់ប្ដូរខ្ទង់ច្រមុះសូម្បីតែកាត់កន្ទុយភ្នែកនិងកាត់បំបត្តិថងភ្នែកទៀតទោះឥឡូវនាងមើលទៅស្អាតឥតខ្ចោះគ្រប់កន្លែងក្តីតែតាមក្បួនហុងស៊ុយគេហៅថាមានសាច់តែគ្មានឆ្អឹងគ្រាន់តែជារូបក្រដាសបន្លំភ្នែកប៉ុណ្ណោះចុះវាយ៉ាងម៉េចទៅប្តីរបស់ខ្ញុំសប្តាហ៍ថ្ងៃជាថៃកែផ្សារទំនើបធំជាងគេនៅជាងចឹងមានទ្រព្យសម្បត្តិខ្ញុំបាត់ស្មារតីទៅហើយកាលពីកន្លះខែមុនទើបតែកែបណ្ដាំរត់ឲ្យតែគាត់មានគ្រោះថ្នាក់ទ្រព្យសម្បត្តិទាំងអស់នឹងធ្លាក់មកលើខ្ញុំថ្ងៃនេះខ្ញុំមកគឺចង់ឲ្យលោកគ្រូទីមើលថាប្តីនាងមកឬមិនមកខ្ញុំមិនដឹងទេតែខ្ញុំដឹងថាកម្មពីផ្ទៃមុខរបស់នាងនេះបានស៊ីរហូតដល់ឆ្អឹងបាត់ទៅហើយយប់នេះនាងមករកខ្ញុំមិនមែនដើម្បីមកទុះទីទេតែដោយសារនាងតច្រកហើយមែនទេផ្ទៃមុខរបស់នាងប្រហែលជាកំពុងតែរលួយម្ដងបន្តិចហើយដឹងកាលពីកន្លះឆ្នាំមុនខ្ញុំបានរៀបការជាមួយថៅកែជៀនដែលមានអាយុបងខ្ញុំ30ឆ្នាំ3ខែដំបូងក្រោយរៀបការរួចអ្វីគ្រប់យ៉ាងគឺដូចបំណងខ្ញុំមកឡានទំនើបវីឡារស់នៅយ៉ាងហ៊ីហូតែចាប់ពីខែទី4មករឿងចម្លែកក៏បានកើតឡើងរាល់ព្រឹកពេលឆ្លុះកញ្ចក់ខ្ញុំសង្កេតឃើញមុខខ្ញុំចាប់ផ្ដើមប្រែប្រួលម្ដងបន្តិចមិនមែនចាស់ទេតែត្រង់កន្លែងដែលធ្លាប់កែសម្ផស្សនោះវាចាប់ផ្ដើមឡើងពណ៌ខៀវនិងខ្មៅដោយមិនដឹងមូលហេតុកន្លះឆ្នាំនេះខ្ញុំទៅពេទ្យស្ទើររាល់ថ្ងៃពិនិត្យសុខភាពពេញមួយទូខ្លួនហើយតែរកមិនឃើញថាមានជំងឺអីសោះខ្ញុំពិតជាមិនដឹងត្រូវធ្វើយ៉ាងម៉េចទេលោកគ្រូជួយសង្គ្រោះខ្ញុំផងឲ្យខ្ញុំសងគុណលោកយ៉ាងម៉េចក៏ព្រមដែរលោកកុំចេះតែនិយាយគាត់ស្រឡាញ់ខ្ញុំណាស់រាល់យប់គាត់តែងតែអប់ខ្ញុំគេងហើយថែមទាំងរងាស់សុខត្រជាកម្មឲ្យខ្ញុំញ៉ាំតដៃទៀតខ្ញុំសម្លឹងមើលភ្នែករបស់នាងឃើញមានផ្សែងខ្មៅពីរខ្សែរំពាត់គ្នានៅក្នុងកែវភ្នែកនាងតាមក្បួនហុងស៊ុយគេហៅថាភ្នែកពោះដែលតំណាងឲ្យភាពខុសខើនិងទទួលបានកម្មពីវិញអ្នកនាងឈុនឪមុនចេញពីផ្ទះយប់នេះនាងបានញ៉ាំសុខត្រជាកម្មនោះហើយមែនទេញ៉ាំហើយតើមានរឿងអីនាងគិតថាយកមុខមួយនេះមកបិទបាំងភ្នែកមេឃដើម្បីរៀបគម្រោងយកទ្រព្យប្តីមែនទេតើនាងមានដឹងអត់ថាមុនពេលរៀបការជាមួយនាងតើប្រពន្ធមុនទាំងពីររបស់ថៅកែឈៀនស្លាប់ដោយរបៀបណាលោកគ្រូលោកចង់មានន័យថាស៊ុបមួយចាននោះមានបញ្ហាមែនទេភាពជោគជ័យរបស់ថៅកែឈៀនគឺពឹងលើភ្លើងទេគាត់ចេះអាគមហើយដើររកតែមនុស្សស្រីដែលមានរិស័យស្រុតចុះខ្លាំងដូចជានាងនេះឯងថែមទាំងបានកែសម្ផស្សបដូររិស័យគម្រោងមុខខុសធម្មជាតិទៀតនាងគិតថានាងកំពុងតែដូចយកទ្រព្យគាត់តាមពិតគាត់កំពុងតែប្រើរូបរាងคล้ายៗរបស់នាងដើម្បីរំដោះគ្រោះដល់អាយុរបស់គាត់ទៅវិញទេរាល់ពេលនាងកែសម្ផស្សសម្ដងអបមង្គលក្នុងខ្លួននាងកាន់តែធ្វើម្ដងហើយភាពអបមង្គលទាំងនោះបានជាត្រឡប់មកលើផ្ទៃមុខនាងវិញហើយមិនអាចទេចុះបណ្ដាំមរតកនោះវិញបណ្ដាំមរតកជារឿងពិតឲ្យតែបណ្ដាំមរតកនោះជារឿងពិតគឺបានហើយគាត់បងខ្ញុំ30ឆ្នាំខ្ញុំច្បាស់ជារូបបានយូរជាងគាត់ខ្ញុំមានលុយខ្ញុំអាចយកទៅកែសម្ផស្សបន្តទៀតបានយឺតពេលហើយនាងចង់ដឹងទេថាប្តីនាងរៀបអន្ទាក់ដាក់នាងយ៉ាងម៉េចខ្លះថ្នាំពុលក្នុងស៊ុបត្រជាកម្មនោះបានធ្វើឲ្យសាច់នាងកាន់តែលួយលឿនជាងមុនទៅហើយឲ្យតែមុខនាងរលួយអស់ពិធីរំដោះគ្រោះរបស់គាត់នឹងបានសម្រេចចំណែកនាងនឹងក្លាយជាប្រពន្ធទី3ដែលស្លាប់ដោយសារជំងឺចម្លែកនេះលោកគ្រូជួយខ្ញុំផងលុយប៉ុន្មានក៏ខ្ញុំឲ្យលោកទាំងអស់ដែរឲ្យលោកទាំងអស់កម្មដែលមេឃបង្កើតនៅអាចកែប្រែបានតែកម្មដែលខ្លួនឯងសាងមិនអាចរស់បានទេដោយសារតែភាពលោកខ្លួននាងហ៊ានចិត្តឆ្អឹងកែស្បែកមុខកាប់ដាច់អាយុសង្ខារខ្លួនឯងទម្រង់មុខរបស់នាងពេលនេះបានប្រែទៅជាខ្មោចឆៅទៅហើយសូម្បីតែទេវតាក៏ជួយមិនបានដែរទីឈប់សាហាវមកគួរឲ្យខ្លាចណាស់ទីត្រូវគ្រប់យ៉ាងមកមនុស្សជាអ្នកធ្វើមេឃជាអ្នកមើលឃើញលោកគ្រូខ្ញុំជាអ្នកលក់មីឆានៅផ្សាររាត្រីរកស៊ីមិនសូវដាច់សោះលោកគ្រូជួយគុនគូឲ្យបន្តិចមើលថាតើទីតាំងលក់របស់ខ្ញុំខុសក្បួនឬអត់ជួយរើសកន្លែងល្អមួយឲ្យទៀតមីឆាពូអញអន់ជាងគេបំផុតដែលខ្ញុំធ្លាប់ញ៉ាំមកមិននិយាយស្អីខ្ញុំឲ្យរៀបអាចទៀតតិចនិកឆាមីរបស់ខ្ញុំនេះបន្តមក3ជំនាន់ហើយវើយលោកគ្រូជួយភ្លុកបន្តិចទៅមើលនេះជារូបមន្តសម្ងាត់តាំងពីជំនាន់តារបស់ខ្ញុំរូបមន្តសម្ងាត់ពីដូនតារបស់ពិតជាល្អមែនប៉ុន្តែត្រូវបំផ្លាញដោយផ្ទាល់ដៃពូទៅហើយលោកគ្រូមានន័យថាម៉េចហ្នឹងខ្ញុំតែងតែប្រើវិធីក្នុងរូបមន្តសម្ងាត់របស់តាខ្ញុំតើហ៎អញ្ចឹងហាងមីឆារបស់តាយូឯងពីមុនល្បីថាឆ្ងាញ់លេខ1នៅជាងនេះក៏ដោយសារតែគាត់ប្រើប្រាស់សាច់ឯងវិញល្អនិងមានគុណបែបជាប្រើប្រាស់សាជូម្សៅឧស្សាហកម្មនិងសារធាតុគីមីឌីអុកសាច់មិនត្រឹមតែប៉ុណ្ណោះសូម្បីតែប្រេងសម្រាប់ឆាមីក៏ពូប្រើប្រេងខូចគុណភាពដែរលោកឯងកុំចេះតែលាបពណ៌ខ្ញុំប្រើសុទ្ធតែរបស់ល្អទេខ្ញុំមិនដំណត់ជាមួយពូអញទេក្នុងចិត្តពូដឹងច្បាស់ជាងគេហើយតើពូអញធ្វើបែបនេះសំនឹងមុខតារបស់ពូដែលនៅឋានរកដែរឬទេលោកតាកុំបារម្ភអីខ្ញុំច្បាស់ជាពង្រេកហាងមីឆារបស់យើងឲ្យល្បីរន្ទឺមិនខានចង់ចំណាភាពស្មោះត្រង់គឺជាស្គរពូត្រូវបានភាពលោកខ្លួនបិទបាំងភ្នែកភ្លេចអស់ពីបំណងដើមតាំងពីយូរណាស់មកហើយការគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនវានឹងវាបកមកពូអញវិញមិនខានខ្ញុំខុសហើយលោកតាចៃសុំទោសលោកតាផងពូបានធ្វើឲ្យបាត់បង់រឿងដែលសំខាន់ជាងរូបមន្តសម្ងាត់ទៅទៀតនោះគឺកិត្តិយសនិងទំនុកចិត្តកិត្តិយសបើបានបាត់បង់ហើយមិនអាចសាងឡើងវិញបានទេសូមលោកគ្រូជួយខ្ញុំផងខ្ញុំមិនអាចធ្វើឲ្យតារបស់ខ្ញុំខកចិត្តបានទេសូមជួយលោកមិនបានទេពូគ្រាន់តែធ្វើអ្វីដែលពូគួរធ្វើទៅគេឈ្មោះហាងនឹងក៏សាងឡើងវិញម្ដងបន្តិចហើយអរគុណលោកគ្រូដែលបានដាស់តឿនខ្ញុំច្បាស់ជារកស៊ីដោយស្មោះត្រង់មិនលេងល្បិចបោកប្រាស់ទៀតទេការចំនួនតារបស់គាត់លក់មីឆាគាត់ដាច់សាហាវមកអានឹងគឺមីឆាលេខ1នៅជាងចឹងមកខ្ញុំសុំទោសសង្ឃឹមថាអ្នកទាំងអស់គ្នានឹងផ្ដល់ឱកាសឲ្យខ្ញុំម្ដងទៀតចុះចាប់ពីថ្ងៃស្អែកទៅខ្ញុំនឹងចែកមីឆាឲ្យញ៉ាំហ្វ្រេ100ចានជារៀងរាល់ថ្ងៃមួយវិញទៀតបើញ៉ាំទៅមិនឆ្ងាញ់ខ្ញុំមិនយកលុយទេយកយល់ដល់មុខតារបស់ឯងពូជឿឯងចុះស្អែកពូនឹងទៅញ៉ាំឆាប់ងើបឡើងទៅថ្ងៃស្អែកខ្ញុំក៏ទៅញ៉ាំដែរអរគុណអ្នកទាំងអស់គ្នាអរគុណ
ថាកែផ្សារទំនើបដើម្បីឈ្មោះលោកជាចោតពីបទមនុស្សឃាតដោយចេតនានិងប្រើប្រាស់ថ្នាំខុសច្បាប់ត្រូវបានគេចាប់ខ្លួននៅផ្ទះអ្នកដឹងនោះគឺគ្មាននរណាក្រៅពីប្រពន្ធបច្ចុប្បន្នរបស់គាត់ទេយោងតាមប្រភពបានឲ្យដឹងថាពេលនាងមកដាក់ពាក្យបណ្ដឹងទេមុខនាងខូចទីរីកថ្មីចេញហើយទីនៅទីផ្សារការងារជាងចឹងឲ្យបានប្រព័ន្ធចង្រៃនេះឲ្យអញទីរាល់ថ្ងៃហើយមិនឲ្យយកលុយទៀតដាច់ពូស្លាប់លើហើយតាវើយពួកបោកប្រាស់សម័យនេះបានចិត្តណាស់ហ៊ានចូលមកដល់ទីផ្សារការងារទៀតមែនហ្នឹងមានអាល្ងងឯណាទៅជឿរឿងអញ្ចឹងលោកគ្រូពិតជាទីអត់គិតលុយមែនអត់ចង់សាច់ចង់អីនោះយើងទៅមើលឲ្យដឹងសាច់រឿងអត់គិតលុយទេតែបើទីឈុតគ្រាន់តែទិញទឹកមួយដុំទៅបានចុះមកប្អូនខ្ញុំមើលទៅថ្ងៃសែងឡើងខៀវហើយមានស្នាមរបួសទៀតប៉ុន្មានថ្ងៃនេះដើរកំពីចុះកំពីឡើងស្ទើរតែខ្ញុំទៅសម្ភាសក្រុមហ៊ុនអ៊ីនធឺណិតធំ5កន្លែងហើយបើមិនជណ្ដើរយន្តខូចខកម៉ោងទេគឺគ្រាន់តែចូលដល់ទ្វារភ្លាមប្រធានស្រាប់តែនេះរត់តែស្ទើរគ្រាន់តែចូលមកដល់ទីផ្សារការងារភ្លាមបើទៅបុកនឹងបានអូខេសំបីតែឈេបក៏ហោះបាត់អស់ដែរ I live I នេះគឺមកពីធៀបទាំង5ចុងគ្នានឹងអាជីពការងារលោកគ្រូខ្ញុំមិនសូវយល់ទេសូមលោកគ្រូបកស្រាយឲ្យច្បាស់បន្តិចតាមជើងលេខធាតុឯងជាធាតុឈើកាត់នៅរដូវការីគឺពោពេញដោយដើមឈើរាសេឯងបែបនេះគឺត្រូវការទឹកមកស្រោចស្រពបំផុតតែឯងបែរជាទៅរៀនកុំព្យូទ័ររាល់ថ្ងៃប្រឈមមុខនឹងកុំព្យូទ័រជាធាតុភ្លើងនិងកូដជាធាតុម៉ាទីអ្វីដែលកាន់តែយ៉ាប់នោះគឺឆ្នាំនេះឯងដាក់ឈុំនឹងឈើឯងកាន់តែចង់ចូលក្រុមហ៊ុនធំរកលុយខ្សែម៉ាញ៉េទិកហុងស៊ុយនេះកាន់តែវាប្រហាឯងហើយលោកគ្រូចុះខ្ញុំគួររកការងារអីទៅខ្ញុំដាក់សេលធ្វើ30កន្លែងហើយណាសរសេរអក្សរមួយមកចាំមើលថាតើផ្លូវរស់របស់ឯងនៅណាយយធ្វើរកដូចមែនតែនអញ្ចឹងអូនស្រីអូនឯងត្រូវក្រុមហ៊ុន5បណ្ដេញចេញចុះគ្នាហើយមែនទេខ្ញុំរៀនខាងកុំព្យូទ័រចង់ទៅធ្វើជា Senior Architect នៅក្រុមហ៊ុន Shilin ដ៏ធំមួយនោះហាហាធាតុឯងជាធាតុឈើខ្លាំងស្រាប់ទៅហើយថែមទាំងសរសេរអក្សរព្រៃទៀតគេហៅថាឈើច្រើនបាក់រកផ្លូវស្លាប់ខ្លួនឯងហើយតែឯងមើលអក្សរនេះអំបញ្ញមិញមានញើសមួយដំណក់ស្រាប់ពីស្រះចំបណ្ដាលអក្សរឈើទាំងពីរធ្វើឲ្យទឹកខ្មៅរាលដាលចេញឯងមើលអក្សរនេះទៅមិញនេះពេលកំពុងសរសេរស្រាប់តែខ្ញុំមានអារម្មណ៍ពេញខ្លួនហ្មងទឹកបង្កើតឈើហើយពេលទឹកខ្មៅនេះមើលទៅដូចត្រីមួយក្បាលអញ្ចឹងអាលីស្ដាប់បងមួយម៉ាត់ទៅឈប់ធ្វើស្អីនឹងទៅចេញពីនេះដើរទៅទីខាងជើងតម្រង់ទៅកន្លែងសម្បូរទឹកទៅសុំការងារនៅកន្លែងអង្គត្រីសមុទ្រធំទៅឯងត្រូវនឹងទៅកន្លែងនោះហើយទៅជាស្រះនេះរបស់ឯងលោកគ្រូខ្ញុំជឿលោកគ្រូខ្ញុំទៅឥឡូវនេះហើយនិយាយផ្ដេសផ្ដាសរៀនកុំព្យូទ័រឲ្យទៅចិញ្ចឹមត្រីអាល្ងងនោះក៏ជឿទៀតអាគ្រូទាយអំបញ្ញមិញឯងចេះផ្លុំក្អែកណាស់តើមកសាក់ទីឲ្យអញមួយមើលបើទីឈុតថ្លៃជួលតូប10000យន្តនៅទីផ្សារនេះអញចេញតែបើទីមិនឈុតទេអញឲ្យគេវាបំបែកតូបរលួយឯងយកទៅឲ្យឆ្កែស៊ីលោកអគ្គនាយកតុងមិនក៏លោកអញ្ជើញមកទីនេះដោយផ្ទាល់លោកមានទ្រព្យសម្បត្តិរាប់រយលានណាមិនយកទៅចោលអាបោកប្រាស់នេះទៅវិញបើលោកចង់លេងអញ្ចឹងសូមសរសេរអក្សរមួយតែទុកខ្ញុំនេះទីឲ្យតែអ្នកមករកការងារធ្វើទេណាលោកអគ្គនាយកតុងជាដល់ប្រធានក្រុមហ៊ុនក៏មកទីនេះរកការងារធ្វើដែរមែនតុងធានឆឹងដូចអញមួយជីវិតនេះអ្វីដែលមិនខ្វះនោះគឺលុយអញមកគឺមកមើលថាតើក្រុមហ៊ុនហិរញ្ញវត្ថុរបស់អញឆ្នាំនេះអាចលើកយកដីនៅតំបន់ខាងលិចរបស់បានទៅមុខមួយកម្រិតទៀតអក្សរមាសនេះសរសេរឡើងមុតស្រួយមើលទៅដឹងតែតាសិទ្ធិតែម្ដងម៉ាស៊ីនត្រជាក់ដាច់ភ្លើងបាត់ហើយវត្ថុខាងក្រៅមានចលនាហើយកម្ដៅភ្លើងឆុងនឹងមាសលោកអគ្គនាយកតុងអក្សរមាសនេះខាងលើគឺអក្សរមនុស្សខាងក្រោមគឺអក្សរស្ដេចសងខាងមានមួយចំណុចម្នាក់តែអំបញ្ញមិញនេះលោកសង្កត់បិទខ្លាំងអក្សរមនុស្សខាងលើនោះអូសចុះមកវិញមែនទេក្បាលអក្សរស្ដេចខាងក្រោមដាច់ជាពីរតែម្ដងតាមក្បួនទីនេះគេហៅថាទ្វារបាច់មនុស្សស្លាប់ស្ដេចវិនាអញកុំមកនិយាយបំពងរឿងនៅទីនេះខ្សែភ្នត់នៅថ្ងាសលោកទាំងពីរខ្សែឡើងពណ៌ប្រភេទស្រអាប់តាមក្បួននៅវិជានេះគេហៅថាពុះចូលមាត់មុខជានឹងមានគ្រូជាប់គុកច្របាក់មិនលោកសរសេរអក្សរមាសនេះចំណុចពីរតំណាងឲ្យការស៊ើបអង្កេតអក្សរមនុស្សតំណាងឲ្យមន្ត្រីអនុវត្តចំណែកអក្សរស្ដេចគឺខ្លួនលោកផ្ទាល់លោកមកទីផ្សារការងារថ្ងៃនេះមិនមែនមករកបុគ្គលិកអីនោះទេតែដោយសារលោកបានកើបកេងលុយក្រុមហ៊ុនរាប់ពាន់លានហើយចរន្តទឹកប្រាក់ត្រូវបានដាច់ស្រយាលមកទីនេះដើម្បីបន្លំភ្នែកគេថាក្រុមហ៊ុននៅមានដំណើរការធម្មតាជាតិឱកាសពន្យាពេលរៀបចំខ្លួនរត់កាត់តាមប្រលានយន្តហោះជាងចឹងនៅរសអត់មិនអាចទេលោកអាក់តុងជាសប្បុរសជនល្បីឈ្មោះនៅជាងឈួតអីហ្នឹងវីកំតិចតូបវាឲ្យឯងពួកឯងធ្វើស្អីហ្នឹងអញជាប្រធានក្រុមហ៊ុនធានឆឹងណាវើតុងធានឆឹងលោកជាប់ចោតពីបទទាញយកប្រយោជន៍ពីតំណែងនិងប្រមូលប្រាក់ខុសច្បាប់សូមទៅជាមួយពួកយើងមួយផ្លែតាមពិតគាត់យកឈ្មោះជាសប្បុរសជនដើម្បីបោកប្រមូលលុយខុសច្បាប់សោះថយសូមថយបន្តិចបងប្រុសរៀនខាងកុំព្យូទ័រយ៉ាងម៉េចក៏បដូរអាជីពមករុញទឹកលឿនម្លេះអាគ្រូទីនេះច្បាស់ជាបោកប្រាស់មែនហ្នឹងមើលចុះទៅរុញទឹកបាត់មែន